ស៊ុបត្រីក្រហមមកបានហត់និយាយពីថាឆ្ងាញ់ម៉េះបងប្អូនហើយបើថាសាច់ត្រីវិញនិយាយពីថាផុយចាប់ជាតិគ្នាជាមួយនឹងស៊ុបនឹងខ្លាំងមែនតែនហ្មងហើយខ្ញុំនេះបងប្អូនឲ្យដើរលេងចូលឆ្នាំចិន3ថ្ងៃនិយាយពីថាអស់ខ្យល់ខ្លាំងមែនតែនអង្គុយក៏នឹកឃើញថាចង់ហត់ស៊ុបអីក្តៅក្តៅអញ្ចឹងក៏ដើរនឹកឃើញស៊ុបត្រីក្រហមបែបនេះបងប្អូនអញ្ចឹងត្រីរបស់យើងនឹងគឺយើងយកមកច្របាច់ជាមួយនឹងអំបិលលាងឲ្យស្អាតបងប្អូនបើថាអត់ស្អាតទេដឹងឲ្យថាញ៉ាំទៅឆ្អាបហ្មងហើយសម្រាប់បន្លែរបស់យើងវិញហ្នឹងគឺយើងមានត្រៀមប្រមាណមុខហ្នឹងបងប្អូនដាក់ផ្សិតម្ជុលតាំងអោអីបើថាមានដាក់កាន់តែឆ្ងាញ់អញ្ចឹងបើតែខ្ញុំរកតាំងអោតបានទេបងប្អូនដោយសារចូលឆ្នាំចិនមិនទាន់ចាប់ស្រួលបួលហើយដល់ពេលហើយគេអត់ទាន់លក់អញ្ចឹងបន្លែមានប៉ុណ្ណាយើងដាក់ប៉ុណ្ណឹងអញ្ចឹងណាយើងមានគល់ក្រៃម្ដេងលក្ខូចសោយយើងដាក់មកអស់មកបងប្អូនអាហ្នឹងបើថាបានដាក់កាន់តែថាចាប់ជាតិគ្នាឆ្ងាញ់មកហ្មងស៊ុបត្រីក្រហមនេះក៏អត់មានអីពិបាកធ្វើដែរបងប្អូនយើងមានតែគ្រឿងប្រមាណមុខហ្នឹងគឺយើងអាចធ្វើបានណាយើងលីងខ្ទឹមលីងអីឲ្យឈ្ងុយមកយើងដាក់គ្រឿងម្ទេសផ្លោកដែលយើងបានថាកិនវាឲ្យម៉ត់ហ្នឹងយើងដាក់ចូលគ្រឿងទាំងអស់ហ្នឹងមកយើងលីងជាមួយនឹងឆ្អឹងស៊ុបរបស់យើងបងប្អូនហើយដាក់ទឹកចូលទុកឲ្យវាថាបំពុះ20នាទីមកគឺរួចរាល់ហើយពេលដែលស៊ុបយើងហើយអញ្ចឹងយើងអត់មានទឹកជ្រលក់ក៏អត់កាត់ដែរបងប្អូនហើយខ្ញុំប្រើជាមួយនឹងទឹកជ្រលក់រ៉ារីនេះបងប្អូនដែលជាទឹកជ្រលក់របស់ខ្មែរយើងផលិតផលនៅក្នុងស្រុកយើងនេះទឹកជ្រលក់នេះយើងអាចចាក់ញ៉ាំហ្មងឬក៏យើងអាចលាយគ្រឿងដូចខ្ញុំចេះបងប្អូនមានស្លឹកខ្ទឹមមានស្លឹកជីវ៉ាន់ស៊ុយម្ទេសអីថែមបន្តិចមកខ្ទឹមមកគឺថាបង្កើនរសជាតិទឹកជ្រលក់យើងកាន់តែថាឆ្ងាញ់មកកម្រិតទៀតមកអញ្ចឹងហើយទឹកជ្រលក់ស៊ុបគីនេះយើងអាចជ្រលក់ជាមួយនឹងស៊ុបគ្រប់ប្រភេទបានអញ្ចឹងមិនថាស៊ុបស៊ីឈាន់ស៊ុបគោស៊ុបខ្មែរយើងស៊ុបចិនឲ្យថាពាក្យថាស៊ុបយើងអាចជ្រលក់បានហើយបងប្អូនរសជាតិរបស់គេនោះគឺថាឆ្ងាញ់ហ្មងបងប្អូនយើងចង់បានហឹរតិចហឹរខ្លាំងយើងអាចបន្ថែមខ្លួនឯងមកហើយស៊ុបរបស់យើងនេះគ្រប់20នាទីបងប្អូនយើងដាក់គ្រឿងចុងក្រោយបន្ថែមមកប៊ីចេងស្ករអំបិលអីតាមចូលចិត្តមកម្សៅស៊ុបឬក៏ទឹកត្រីបន្ថែមថាភ្លក់យករសជាតិវាថាត្រង់ល្មមហើយគឺយើងអាចលើកចេញបានបងប្អូនយើងស្រង់បងប្អូនយើងស្រង់អាគ្រឿងអីកាក់នឹងយកចេញអស់មកយើងទុកតែសាច់ទេយើងយកទឹកវាយកមកយើងមកដាក់ស៊ុបជាមួយនឹងត្រីរបស់យើងមានប្រហិតមានអីចឹងហើយយើងដាក់ជាមួយនឹងត្រីក្រហមរបស់យើងហើយត្រីក្រហមនេះបងប្អូនយើងដាក់តែមួយផ្លែតទៅវាឆ្អិនផុយបាត់ទេព្រោះដោយសារសាច់ត្រីហ្នឹងវាឆាប់ឆ្អិនទេស៊ុបមួយឆ្នាំងនេះបើថាបានញ៉ាំជុំគ្នាក្តៅក្តៅអីបងប្អូនណានិយាយពីថាឆ្ងាញ់ចាប់តដើមគ្នាម្នាក់មកចង្កឹះម្នាក់មកចង្កឹះមករត់តារួចទេហើយយើងដាក់សាច់មានម្ទេសអីមានអីអូបងប្អូនឲ្យមើលតែចេះតំណងមែនតើណាហើយប៉ះថាយើងនេះដើរលេងហត់បើថាអត់សូវស្រួលខ្លួនអត់សូវស្រួលខ្លួនអីនោះហត់ឲ្យថាស៊ុបក្តៅក្តៅថែមទៀតអូយមិនបាច់ទៅណាទេមួយឆ្នាំងហ្នឹងញ៉ាំស៊ុបអញ្ចេះបងប្អូនដាក់បន្លែគ្រប់មុខក៏បានតែថាគ្រប់មុខក៏កាន់តែថាឆ្ងាញ់មកហ្មងញ៉ាំអត់ចេះតលន់ទេណាហើយបើថាបងប្អូនស៊ុបបើថាទឹកជ្រលក់របស់យើងលាយអត់ត្រូវថាទឹកជ្រលក់យើងអត់ឆ្ងាញ់ហើយខ្ញុំធានាស៊ុបមួយឆ្នាំងក៏ថាដឹងតែអត់ឆ្ងាញ់ដែរបងប្អូនតែថាតើថាទឹកជ្រលក់របស់យើងលាយត្រូវទឹកជ្រលក់នឹងឆ្ងាញ់បានថាស៊ុបរបស់យើងនឹងវាមានឱជារសកាន់តែឆ្ងាញ់ដែរព្រោះដោយសារស៊ុបយើងឡំទេខ្ញុំញ៉ាំស៊ុបញ៉ាំអីខ្ញុំអត់ដែរថែមទឹកជ្រលក់ដល់ថ្នាក់ហ្នឹងប៉ុន្តែទឹកជ្រលក់របស់ខ្មែរយើងមកមុខនេះវាថាដាក់ញ៉ាំមកត្រូវមាត់ម៉ាច់ហ្មងហើយនេះគឺជាទឹកជ្រលក់របស់ខ្មែរយើងបងប្អូនដែលផលិតដោយសិប្បកម្មរ៉ារីអញ្ចឹងហើយទម្ងន់របស់គេក្នុងមួយដបហ្នឹងដល់ទៅ470ក្រាមច្រើនណាហើយទឹកជ្រលក់ប្រភេទទឹកជ្រលក់ស៊ុបគីនេះយើងអាចជ្រលក់ជាមួយនឹងស៊ុបបានគ្រប់ប្រភេទបងប្អូនមិនថាស៊ុបអីអាចជ្រលក់បានហើយឥឡូវនេះបងប្អូនអាចតាក់ទងទិញតាមបណ្ដាផ្សារផ្សេងបានឬក៏អាចតាក់ទងតាម page Facebook របស់គាត់និងលេខទូរស័ព្ទកុំភ្លេចជួយគាំទ្រផលិតផលនៅក្នុងស្រុកដើម្បីឲ្យសេដ្ឋកិច្ចជាតិរបស់យើងរីកចម្រើនទៅមុខទាំងអស់គ្នា